មានមនុស្សជាច្រើនឆ្ងល់ហើយមនុស្ស nonsense people ហ្នឹងកើតមកពីអីយ៉ាអ្នកខ្លះគេក៏ដឹងអ្នកខ្លះគេក៏អត់ដឹងតែពីច្រើនកើតដឹងពីកត្តាជំរុញនៅពីក្រោយ why they become like a nonsense person like គេនិយាយថាចាំមនុស្សស្អីគេមុខមិនអោយក្រោយមិនមើលអញ្ចឹងខ្ញុំអត់ដឹងទេតែគឺប្រភេទថាមនុស្សខ្ញុំអត់សូវមាន emotion ណា and ខ្ញុំក៏អញ្ចឹងដែរប៉ុន្តែអាហ្នឹងវាដោយសារមានកត្តាជាច្រើនដែលយើងធ្លាប់ឆ្លងកាត់ឧបមាថាខ្ញុំអត់សូវចូលចិត្តស៊ីចូលអញ្ចឹងមានចរិតខុសពីអ្នករួមចំណោមឬក៏ចរិតខុសពីមនុស្សដែលវ័យស្មើគ្នាអាហ្នឹងគឺវាកើតចេញពីបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់ so like me សូម្បីតាអ្នកដែលខ្ញុំស្គាល់និយាយទៅតាមពិតទៅមនុស្សខ្ញុំដោយសារតែខ្ញុំអត់សូវចូលចិត្តនិយាយច្រើនតែខ្ញុំចូលចិត្តសង្កេតអញ្ចឹងខ្ញុំខ្ញុំបកកាយមើលមនុស្សខ្ញុំអាចនិយាយថាខ្ញុំបកកាយមើលមនុស្សដែរគ្រាន់តែខ្ញុំចែកមើលគេខ្ញុំមើលកសែភ្នែករបស់គេស្ដាប់ធូនដែលគេនិយាយហើយនឹងពាក្យសម្ដីដែលគេបញ្ចេញមកដាក់ខ្ញុំក៏ខ្ញុំដឹងពីចម្រៅចិត្តរបស់គេមកកាន់ខ្ញុំឬក៏like ចរិតរបស់គេមិនយ៉ាងដឹងទាំងអស់ហើយប៉ុន្តែគឺអាចដឹងអាចអារម្មណ៍ដឹងនៅក្នុងចិត្តហើយខ្ញុំអាចដឹងថាណាគេដែលចូលចិត្តហើយនឹងមិនចូលចិត្តខ្ញុំប៉ុន្តែនៅក្នុងការបើកបង្ហាញអារម្មណ៍ខ្ញុំតែងតែប្រុងប្រយ័ត្នជាពិសេសបន្ទាប់ពីខ្ញុំឆ្លងកាត់នៅហេតុការណ៍មួយដែលវាអញ្ញាហាវាគឺជារឿងដែលពិបាកខ្លាំងមែនតើខ្ញុំគិតថាបើសិនជាអ្នកមុំដែលគេអត់ដែរជួបបញ្ហាផ្លូវចិត្តlike អត់ដែរឆ្លងកាត់នៅអារម្មណ៍ពិបាកវេទនាហ្នឹងគឺអត់អាចរស់មកដល់សប្តាហ៍ហ្នឹងហើយខ្ញុំ proud of me ដែលខ្ញុំអាចរស់មកដល់សប្តាហ៍ហ្នឹងដែលមកធម្មតាមានតែគេដឹងអីសោះខ្ញុំកើតអីនិយាយទៅគឺសំបីតាមិត្តភក្តិដែលខ្ញុំរាប់ស្គាល់គ្នា10ឆ្នាំក៏ខ្ញុំ distant ដែរដោយសារអីដោយសារតែបន្ទាប់ពីយើងឆ្លងកាត់នៅបញ្ហាច្រើនយើងដឹងថាតែពិតទៅនាទីចុងក្រោយនៅពេលដែលយើងពិបាកខ្លាំងបំផុតអ្វីដែលសំខាន់សម្រាប់យើងហើយនរណាគេនៅក្បែរយើងអញ្ចឹងទៅហើយមនុស្សជុំវិញខ្លួនយើងយ៉ាងម៉េចអាហ្នឹងគឺយើងដឹងនៅពេលហ្នឹងហើយដបងគឺវាឈឺខ្លាំងវាពិបាកនឹងទទួលយកមែនតើប៉ុន្តែបន្ទាប់ពីខ្ញុំធ្វើចិត្តបានហើយអញ្ចឹងគឺខ្ញុំសម្រេចចិត្ត distance from everything like ខ្ញុំ accept ហើយខ្ញុំអត់ទាមទារអីពីអ្នកផ្សេងទាំងអស់អញ្ចឹងទៅសូម្បីតែអ្នកដែលគេស្រឡាញ់ចូលចិត្តខ្ញុំក៏ខ្ញុំរៀង like អត់ open ទៅគេទាំងអស់ដូចពីមុនដែរបន្ទាប់ពីខ្ញុំ come back មកវិញអញ្ចឹងទៅគឺខ្ញុំរៀងប្រុងប្រយ័ត្នច្រើននិយាយទៅវាធ្វើឲ្យយើងខ្លាចអាបញ្ហាមួយចំនួនវាធ្វើឲ្យយើងខ្លាចវាអត់លក្ខណៈ traumatic ទេប៉ុន្តែវាលក្ខណៈថាឲ្យយើងខ្លាចហើយយើងមានការប្រុងប្រយ័ត្នជាងមុននៅក្នុងការចែកស្ដែងនៅក្នុងការបញ្ចេញព័ត៌មានអីពីខ្លួនឯងទៅអញ្ចឹងទៅខ្ញុំអត់សូវជានិយាយទៅខ្ញុំអត់សូវជាបញ្ចេញថាពីដើមមកហើយប៉ុន្តែក៏មានពេលខ្លះខ្ញុំបញ្ចេញឲ្យច្រើនដែរជាពិសេសនៅលើ story របស់ខ្ញុំហើយអ្នកដែលដឹងច្រើនពីខ្ញុំជាងគេនេះគឺអ្នកដែលអាសាមើល story របស់ខ្ញុំអ្នកខ្លះ story មានប៉ុន្មានមើលទាំងអស់ចង់ add មួយថ្ងៃ10 story ក៏មើលហើយរាល់ថ្ងៃក៏នៅតែមើលដែរអញ្ចឹងអ្នកទាំងអស់ហ្នឹងគឺអាចដឹងច្រើនដោយសារពេលខ្លះទៅខ្ញុំមានអារម្មណ៍ថាវា overwhelm ខ្លាំងពេកយើងទប់អត់កើតអញ្ចឹងទៅយើងត្រូវការបញ្ចេញហើយកន្លែងណាខ្ញុំបញ្ចេញព្រោះខ្ញុំអត់មានអ្នកនៅក្បែរខ្លួនត្រូវការពិភាក្សាឬអីអញ្ចឹងទៅគឺខ្ញុំតម្លាក់ចូល story ទៅអ្នកដែលគេមើល story របស់ខ្ញុំអ្នកដែលគេអាសាតាមដានខ្ញុំជាប់មកគឺគេដឹងទាំងអស់ពីខ្ញុំប៉ុន្តែមានពេលខ្លះក៏ខ្ញុំអត់បញ្ចេញដែរ like និយាយទៅគឺមុនខ្ញុំបញ្ចេញគឺខ្ញុំ try to keep it like ខ្ញុំអត់ចង់ share personal info ច្រើនពេកនៅលើ social media ព្រោះអីមានអ្នកខ្លះគឺគេអត់ស្គាល់យើងនៅក្រៅអញ្ចឹងទៅគេឆែកជើងលឿនឆែកអត់ដឹងក្បាលដឹងកតុយអញ្ចឹងទៅគ្រាន់តែពេលខ្លះវាគ្រាន់តែជាការបញ្ចេញអារម្មណ៍